Ba sôm chấm điệp số bong ôn nệ thực sa công tơ thằng ớt thì này trong sôm thưa pi ngày khai rồi gọi ngày để spy một quạt lấy nhá chan kia và cốt ở trong đây đấy cứ những thơ đời spy một quạt đó nè chắc là làm bay đã ao về spy một quạt rồi thì bạn chắc là bong ôn đó lấy trong ăn một quạt vừa tại một đóm nhưng do không sơ đã ai nâng mùi máu dương thì mũi dương cho việc tha đi developer បាទ developer ឡើយហ្នឹងមក developer តោះមកយើងចូលកែនេះឈ្មោះវា combo box ពេលលើវាមកលុបអប់មួយមកនេះ choose add item ហ្នឹងមកអញ្ចឹងពេលដែលបានកន្លែងហ្នឹងហើយយើងចូលកន្លែងនេះណាចូលខាងលើមក property បាទចូល property នៅលើវិញមកតោះមកវា load ឲ្យឡើយនេះបាទ load ឲ្យញ៉ៃញ៉ៃម្ដងហ្នឹងសញ្ញាស្អីៗហ្នឹងតែយើងយកពាក្យ add ក្រោមនេះ add បាទ add លើវាមកបាទអញ្ចឹងគាត់ថាឥឡូវយើងដាក់ចាន់ចឹងយើងវាយចាន់មកហើយយើងយកអូខេមួយនេះវាលោតឲ្យមកមួយណាតមក add ទៀតបាទអង្គាបាទអង្គាណាបាទអញ្ចឹងអង្គាបាទតមកយើងដាក់ពុតអញ្ចឹងទៅថតទៀតណាវាយ add រហូតមកពុតបាទពុតបាទតែបើយើងវាយខែយើងដាក់ខែមកណាគាត់ឲ្យពណ៌បាទពណ៌បាទបាទពណ៌អញ្ចឹងយើងបានពណ៌ហើយយើងដាក់សុកអីចឹងទៅបាទសុកបាទសៅបាទយើងយក add ទេណាយក add សិនបាទ add ដាក់សៅបាទអញ្ចឹងបានអញ្ចឹងហើយយើងយកពាក្យថាអូខេបានប៉ុណ្ណឹងទាំងអស់ហើយយើងយកពាក្យថានេះអញ្ចឹងយើងបានគ្រប់ហ្នឹងយើងគ្រប់ទាំង7ថ្ងៃយើងយកអូខេបានណាអញ្ចឹងយើងចុចខាង slash ចោលមកយើងចុចកន្លែងនេះចុចនេះមកនេះអាចារ្យណាដល់ខ្ញុំលុបអា combo box មុនចោលចុះបាទឥឡូវនេះអា combo box ដែលយើងដាក់មិញនេះចានគៀចុចចាស់ slash ក្រៅហើយមកអញ្ចឹងចុចលើនេះមកពុតអញ្ចឹងទៅអញ្ចឹងហើយបាទហ្នឹងអញ្ចឹងយើងរបៀបដាក់ធ្វើគឺធ្វើអញ្ចឹងបាទនេះពណ៌អញ្ចឹងទៅហើយមកបាទអញ្ចឹងថ្ងៃខែឬក៏អានេះដាក់ថ្ងៃចាំបើដាក់ខែដូចគ្នាដែរគឺយើងលឹកដាក់កន្លែងហ្នឹងមកដូចគ្នាមកហើយយើងចូលពាក្យdeveloper តមកយកពាក្យថា combo box បាទតមកយើងចូលនេះ property ហើយបាទយើងចុចលើពាក្យ add នេះមិនបាច់ធ្វើអីទេពីលើមកដល់ក្រោមហ្នឹងចុចពាក្យ add ហ្នឹងមកវាលុតឲ្យយើងវាយមកបាទអាចដាក់ថាមករាអញ្ចឹងទៅបាទអូខេមកកុម្ភៈអីចឹងទៅណាយើងវាយឲ្យហើយណាបាទកុម្ភៈអីចឹងទៅបាទតមកយើងដាក់មីមាបាទមីមាអញ្ចឹងទៅអូខេតមកយើងយកអូខេដែរអញ្ចឹងយើងចុចខាង slash ចោលហ្នឹងឃើញត្រង់អញ្ចឹងមានធ្វើអីយើងចុចកែងនេះតិចមកវាឃើញឲ្យនេះខែមករាបាទយើងចូលនេះមកឃើញនេះហើយបាទអញ្ចឹងរបៀបដាក់ថ្ងៃខែដោយស្វែងប្រវត្តិគឺប៉ុណ្ណឹងបាទសូមអរគុណ